ឆ្នាំថ្មីឆ្នាំមមីអត្តស័កពុទ្ធសករាជ2570គ្រិស្តសករាជ2026នឹងឈានចូលមកដល់នៅពេលបន្តិចទៀតនេះមនុស្សលោកទូទាំងចម្ពោះទ្វីបមានសេចក្តីសប្បាយចិត្តរីករាយជាមួយនឹងជ័យជំនះដែលបានសម្រេចកាលពីឆ្នាំកន្លងមកប្រជានុរាស្ត្រទាំងអស់បោសសម្អាតផ្ទះសម្បែងនិងរៀបចំទឹកអប់ប្រេងម្សៅនិងការចម្រោះពណ៌ត្រៀមទទួលទេវតាឆ្នាំថ្មីសូភៈមេសតោវរៈមង្គលាចយាតិរៈព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃសុក្រ15កើតខែពិសាខលុះដល់ថ្ងៃសៅរ៍100ខែពិសាខឆ្នាំមមីអត្តស័កតទៅចូលពុទ្ធសករាជ2570និងគណនាឆ្នាំមមីឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2026វេលាម៉ោង10:48នាទីព្រឹកពេលនោះព្រះអាទិត្យចេញពីមីនរិស័យទៅស្ថិតនៅឯមេសរិស័យតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមរាជសាទេវីបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការបុត្រីទី3នៃកបិលមហាព្រហ្មអំពើពណ៌ខ្មៅសៀតផ្កាបុប្ផាបទុមអភរណៈកែមូរាថសហាត្រង់សាយលោហិតព្រះហស្តស្ដាំត្រង់ត្រីសោលព្រះហស្តឆ្វេងត្រង់ថានុគង់លើខ្នងអសន្តោសេសជាពីហណៈទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដខុសចូលទៅកាន់គង្ហេកែវធម្មមីលីនាទីភ្នំកៃឡាស់ខេត្តថែមពៀនជាទីតម្កល់ទុកនៅព្រះសេរតាកបិលមហាព្រហ្មដែលតម្កល់លើពៀនមាសនាំមកដង្ហែប្រទក្សិណភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកនៅកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដចូលទៅស្រង់ទឹកអនត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវជាមាត់គោឧសភរាជទាំង7ត្រជាក់ត្រជុំខ្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមណោះរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិស្វកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខសេមសានតរៀងទៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង10:48នាទីព្រឹកជាថ្ងៃវិរៈមហាសង្ក្រាន្តថ្ងៃពុធ13រោចខែចែកត្រូវនៅថ្ងៃទី15ខែមេសាឆ្នាំ2026ជាថ្ងៃវិរៈវណ្ណបតថ្ងៃប្រហ័ស14រោចខែចែកត្រូវនៅថ្ងៃទី16ខែមេសាឆ្នាំ2026ជាថ្ងៃវិរៈឡើងស័កគម្រប់ជាមហាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរចូលជាសកលឆ្នាំមមីអត្តស័កចលសករាជ1388មហាសករាជ1948ពុទ្ធសករាជ2570តរៀងទៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការៈបូជាអត់ប្រទីបជ្វាលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អត់ដេរដ្ឋីជាចិត្តអប្រ័យជាប់ដោយគំនុំគុំគួនជាបាបគ្នានេះដែលមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តអំពើល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញា
ធ្វើបន់សុំទានតាមប្រពៃណីរក្សាសិល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ